remove background បាទនេះចឹងយើងចុចទៅវានឹងអូតូឲ្យយើងចុចវាថា keep change បាទអ្នកនរនេះឃើញអត់គឺបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះខ្ញុំចេញវីដេអូថ្មីមួយទៀតសម្រាប់អ្នកទាំងអស់គ្នាដែលចង់ធ្វើការកាត់ background រូបថតនៅលើ Microsoft Word ដែលយើងអត់ចាំបាច់ធ្វើការចេះ Photoshop Illustrator ឬក៏កម្មវិធីធំៗនៅក្នុងការកាត់តរូបភាពទេបាទចឹងយើងអាចធ្វើនៅក្នុង Microsoft Word បានមិនស្អាតមិនល្អ perfect ប៉ុន្តែយើងអាចយកជាការបានតោះទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងឥឡូវខ្ញុំបានរៀបចំ Microsoft Word របស់ខ្ញុំរួចរាល់ហើយបាទអញ្ចឹងជាឧទាហរណ៍ដើម្បីឲ្យយើងងាយស្រួលមើលគឺខ្ញុំសូមចាក់ background ពណ៌បន្តិចដើម្បីឲ្យយើងឆ្លោះជាមួយនឹងរូបភាពណាបាទអញ្ចឹងខ្ញុំចូលមកកាន់ design បាទហើយនឹងកន្លែង page color ណាបាទអញ្ចឹងខ្ញុំដាក់ពណ៌អញ្ចេះទៅណាដើម្បីយើងស្រួលមើលអូខេបន្តមកទៀតខ្ញុំធ្វើការ insert នៅ picture ចូលបាទអញ្ចឹងរូបនេះខ្ញុំយកពីក្នុង internet មកទេបាទដើម្បីជាឧទាហរណ៍បាទអញ្ចឹងខ្ញុំចង់កាត់រូបម្នាក់ផងនេះគឺអូខេអញ្ចឹងឥឡូវខ្ញុំបានដាក់រូបនេះជាឧទាហរណ៍ចូលហើយបាទអញ្ចឹងយើងធ្វើការលុប background ខាងក្រោយនឹងចោលបាទអញ្ចឹងអត់អីពិបាកទេបាទអញ្ចឹងឥឡូវនេះខ្ញុំដាក់នៅខាងមុខចេះទៅដើម្បីខ្ញុំអាចអុសចេះបានបាទនិយាយឧទាហរណ៍បាទអញ្ចឹងយើង select ទៅលើរូបភាពហ្នឹងបន្តមកទៀតយើងយកពាក្យថា picture format tab នេះបាទជាទូទៅយើងកាន់នៅ home នៅអីចេះណាតែបើយើងចុចនៅលើនេះមកបាទបើយើងអត់ចុចលើរូបភាពហ្នឹងទេគឺយើងអត់ឃើញកន្លែងនេះមកទេណាបើយើងចុចលើរូបភាពហ្នឹងបានចេញ picture format មកបាទបន្ទាប់ពីចូល picture format ហើយយើងចូលទៅក្នុង remove background បាទនេះចឹងយើងចុចទៅវានឹងអូតូឲ្យយើងហើយបាទប៉ុន្តែកន្លែងនេះបើយើងឃើញពណ៌ស្វាយចេះបានន័យថាវាកាត់ចេញឡើងហ្នឹងបាទអញ្ចឹងយើងអត់កាត់កន្លែងអាវគាត់ទេបាទអញ្ចឹងយើងពាក្យថា mark area to keep ណាដើម្បីយើងគូសទៅលើនឹងវិញណាបាទអញ្ចឹងយើងគូសចេះមកបានន័យថាយើងកៅអាវហ្នឹងធ្វើយកមកវិញណាបាទខ្ញុំសុំគូសតិចបាទតិចទៀតអូខេនេះបើយើងមើលទៅគឺកាត់តាមអ្វីដែលយើងចង់បានណាអញ្ចឹងដូចឥឡូវខ្ញុំគូសផ្នែកទៅបានន័យថាវាចាប់ទៅដល់ខាងលើទៀតបាទអញ្ចឹងយើងត្រូវការ remove បន្លោះនេះវិញណាបាទអញ្ចឹងយើងពាក្យថា mark area to remove វិញណាបាទអញ្ចឹងយើង remove ផ្នែកមកអូខេបាទកន្លែងនេះមួយទៀតអូខេបាទអញ្ចឹងយើងកាត់បានផ្នែកហើយយើងចុចពាក្យថា keep change បាទអ្នកនរនេះឃើញអត់គឺកាត់ស្អាតបាទទទួលស្គាល់ថាវាមិន perfect ដូចទៅនឹង Photoshop ឬក៏កម្មវិធីធំៗដែលយើងអាចកាត់តទៅបាន quality ល្អទេប៉ុន្តែបើសិនតែយើងធ្វើ CV ឬក៏ធ្វើជា list ធម្មតាអីទេគន្លឹះមួយហ្នឹងអាចជួយអ្នកទាំងអស់គ្នាបានបាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេខ្លីៗងាយៗហើយសង្ឃឹមថាអ្នកទាំងអស់គ្នាយកវាទៅប្រើប្រាស់តាមតម្រូវការអ្នកទាំងអស់គ្នាបាទហើយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍បាទសូមជួយ like subscribe និងចែករំលែកទៅមិត្តភ័ក្តិយើងដទៃទៀតផងអញ្ចឹងវីដេអូមានតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយ